អង្គរវត្តកសាងក្នុងរាជព្រះបាទសូរ្យវរ្ម័នទី2នាឆ្នាំ1113ដល់1150សូមគោរពនឹងជំរាបសួរពុកម៉ែបងប្អូនជាទីគោរពជំនុំជាទីមេត្រីស្វាគមន៍សាជាក្នុងជំនួយជូនដល់គ្នានៅក្នុងកម្មវិធីប្រាសាទបុរាណខ្មែរជាជំនាញដែលហើយយើងឃើញថានៅក្នុងសប្តាហ៍នេះគឺជាវគ្គទី3ហើយដែលយើងមកសិក្សាស្វែងយល់ដឹងឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតពាក់ព័ន្ធជាមួយនឹងប្រាសាទអង្គរវត្តហើយចំពោះវគ្គទី3នេះគេហៅមានអ្វីចង់បង្ហាញទៅកាន់មិត្តយុវវ័យទៅលើពុកម៉ែបងប្អូនដែលកំពុងតាមដានទស្សនាកម្មវិធីរបស់យើងបាទចាចំពោះនេះខ្ញុំក៏អត់តបានដឹងថាយើងនឹងឈ្មោះដំណើរទៅចំណុចណាមួយនៃប្រាសាទអង្គរវត្តរបស់យើងមានតែលោកគ្រូវិស្មិនទេដែលគាត់ដឹងថានៅក្នុងសប្តាហ៍ទី3នេះដែលជាវគ្គទី3នៅក្នុងកម្មវិធីរបស់យើងនឹងបង្ហាញជូននៅភាពអស្ចារ្យជាបន្តទៀតនិងប្រវត្តិឬនិទានជាច្រើននៃប្រាសាទអង្គរវត្តចែកជូនដល់ប្រជាជនទាំងអស់គ្នាតាមដានទស្សនាដូច្នេះចង់ដឹងថាតើនៅក្នុងវគ្គទី3នេះយើងនឹងបង្ហាញជូននៅអត្ថបទអ្វីខ្លះគឺជាបកស្រាយនៅចំណុចសំខាន់ណាខ្លះនោះបាទអញ្ចឹងយើងនឹងនាំអារម្មណ៍ទស្សនិកជនទៅទស្សនាទាំងអស់គ្នាប៉ុន្តែតាមដំបូងស្ដាប់ទូទៅទេហាគឺមកជួយបាននិយាយថាលោកទាំងអស់គ្នាថាទៅមើលជាស្វែងយល់អំពីប្រព័ន្ធចា៎បាទទៅឈ្មោះព្រះអង្គដែលមានបារមីសក្តិនៅក្នុងប្រាសាទអង្គរវត្តអញ្ចឹងសម្រាប់ថាទៅយូរយើងទៅទស្សនាទាំងគ្នាបងជឿបេសកកម្មចុងក្រងនិងធ្វើការផ្សព្វផ្សាយអំពីប្រាសាទបុរាណខ្មែរនៅបន្តនៅឡើយទេដែលនៅសប្តាហ៍នេះក្រុមការងារកម្មវិធីប្រាសាទបុរាណខ្មែរបេតិកភណ្ឌមាសបានបន្តឡើងដល់រូតមួយទៀតហើយនោះគឺរូតព្រះពាន់សូមប្រិយមិត្តស្ដាប់ការវិភាគអំពីឈ្មោះរបស់ប្រាសាទអង្គរវត្តទៅមើលបានដឹងហើយសប្តាហ៍ថ្ងៃហ្នឹងប្រជាជនខ្មែរក្តីបរទេសក្តីឯកសារតូចធំឯកសារបរទេសឯកសារខ្មែរហើយប្រាសាទនេះថាប្រាសាទអង្គរវត្តទាំងអស់ក៏ប៉ុន្តែបើសិនបើយើងមើលទៅលើឈ្មោះរបស់ប្រាសាទហ្នឹងកាលពីសម័យបុរាណកាលដែលព្រះបាទសូរ្យវរ្ម័នទី2ព្រះអង្គកសាងហ្នឹងគឺថាប្រាសាទអង្គរវត្តមិនមែនហៅថាប្រាសាទអង្គរវត្តដូច្នេះទេគឺមានឈ្មោះហៅថាព្រះបរមពិស្ណុលោកព្រះបរមពិស្ណុលោកគឺជាមរណនាមរបស់ព្រះបាទសូរ្យវរ្ម័នទី2ដើមឡើយហើយឈ្មោះប្រាសាទអង្គរវត្តហ្នឹងដើមឡើយគឺជាគេហៅថាព្រះបរមពិស្ណុលោកបាទហៅទៅតាមព្រះមរណនាមពួកយើងបានមកដល់ទីកន្លែងហើយដូចជាសពមួយដងដែរម្នាក់បានបំពេញការងារតាមតួនាទីរបស់ខ្លួនលើកនេះពួកយើងត្រូវទៅជួបលោកពូវេទគ្មិននៅរូតព្រះពាន់ហើយពួកយើងក៏មិនដឹងដែរថាអ្វីទៅជារូតព្រះពាន់នោះនៅឡើយទេគឺថាគ្រប់ព្រះមហាក្សត្រទាំងអស់ពេលដែលព្រះអង្គទទួលមរណនាមពេលដែលព្រះអង្គសោយទីមង្គតទៅព្រះអង្គទទួលមរណនាមថាម៉េចប្រាសាទហ្នឹងគឺត្រូវមានឈ្មោះដូចមរណនាមរបស់ព្រះអង្គចឹងបាទដូចគ្នាក្នុងរាជព្រះបាទសូរ្យវរ្ម័នទី2ដោយសារព្រះអង្គបានទទួលមរណនាមថាព្រះបរមពិស្ណុលោកបាទបានន័យថាព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គពេលដែលព្រះអង្គសោយទីមង្គតព្រះវិញ្ញាណក្ខន្ធហ្នឹងនឹងយាងទៅកាន់ឋានរបស់ព្រះវិស្ណុណាអញ្ចឹងហើយបានជាឈ្មោះរបស់ប្រាសាទអង្គរវត្តហ្នឹងគេហៅតាមមរណនាមរបស់ព្រះបាទសូរ្យវរ្ម័នទី2ហ្នឹងហើយឈ្មោះហ្នឹងគឺគេប្រើមករហូតដល់សតវត្សទី16សតវត្សទី16ប្រាសាទអង្គរវត្តនៅតែមានឈ្មោះថាព្រះបរមពិស្ណុលោកអញ្ចឹងរហូតដល់សតវត្សទី17សាលាចរិតចុងក្រោយគេនៅប្រាសាទអង្គរវត្តហ្នឹងសតវត្សទី17ក៏ហៅប្រាសាទអង្គរវត្តនោះថាព្រះបរមពិស្ណុលោកដែរបាទមហានគរស្រីសុទ្ធោបវរបរមពិស្ណុលោកខ្ញុំធ្លាប់មកប្រាសាទអង្គរវត្តម្ដងហើយតែនេះគ្រាន់តែដើរមើលដូចជាជិះសេះមើលផ្កាដូច្នោះដែរតែលើកនេះខ្ញុំពិតជាមានផលពិសនាណាស់ដែលបានមកសិក្សាស៊ីជម្រៅយ៉ាងលម្អិតនិងចងក្រងសម្រាប់សិស្សសូមប្រិយមិត្តតាមដានជាមួយខ្ញុំមើល
បាទចំពោះទីកន្លែងដែលយើងកំពុងស្ថិតនៅនេះគឺគេតាំងនិយមហៅថាព្រះពន្ធព្រះពន្ធមូលហេតុអីបានជាគេហៅថាទីកន្លែងនេះដាក់ឈ្មោះថាព្រះពន្ធយ៉ាងនេះបាទព្រះពន្ធនេះវាតាក់ទងនឹងប្រវត្តិមួយរបស់ប្រាសាទអង្គរវត្តបាទគឺប្រាសាទអង្គរវត្តកាលពីដើមឡើយកាលពីរាជប្របាទសូរ្យវរ្ម័នទី2លោកគ្រងរាជហើយលោកជាស្ថាបនិកកសាងប្រាសាទនេះឡើងគឺដើម្បីឧទ្ទិសទៅខាងព្រហ្មញ្ញសាសនានិកាយព្រះនរាយណ៍បាទហើយដល់ពេលអង្គរចាប់ផ្ដើមនិរិះចាប់ផ្ដើមនិរិះព្រាត់ប្រាសមានន័យថាអង្គរធ្លាក់ចុះហើយអស់តួនាទីជាមណ្ឌលរដ្ឋបាលនៃរាជធានីរបស់ប្រទេសទៀតពេលហ្នឹងអង្គរដូរខ្លួនទៅជាវត្តនៃព្រះពុទ្ធសាសនាដូច្នេះហើយបានមានឈ្មោះថាអង្គរវត្តរហូតដល់សព្វថ្ងៃមិនបានលឺហើយឬនៅឈ្មោះថាអង្គរវត្តវាពិតជាមិនមែនកើតឡើងដោយចៃដន្យនោះទេការផ្លាស់ប្ដូរសាសនាវានាំឲ្យមានការផ្លាស់ប្ដូរតួនាទីរបស់ប្រាសាទហើយចុះស្រះទាំង4នៅជុំវិញរូតព្រះពន្ធនេះមានតួនាទីអ្វីដែរទៅបាទគ្រប់4ជ្រុងបាទស្រះហូរចូលមកស្រះទាំង4ហ្នឹងហើយបើសិនជាទឹកច្រើនមែនតើគឺទឹកដក់នៅក្នុងស្រះហ្នឹងរយៈពេលប្រហែលជា1ម៉ោងឬ2ម៉ោងមានប្រព័ន្ធទឹកកន្លែងណាយើងពិបាកមើលបន្តិចណាបើជាជុំទៅក្រោមយើងនឹងឃើញណាមានប្រព័ន្ធទឹកសម្រាប់រំដោះទឹកចេញពីក្នុងហ្នឹងគឺការពារកុំឲ្យមានបញ្ហាដល់ព្រឹត្តិសាស្ត្រប្រកបដោយចាប់តាំងពីសតវត្សទី16មកម្លេះដូចខ្ញុំធ្លាប់បានជម្រាបហើយគឺមានពួកប៉ូទុយហ្គេអេស្ប៉ាញ៉ុលហើយក្រោយមកទៀតក៏មានពួកជប៉ុនពួកអីជាដើមអង់គ្លេសនេះបានមកដល់អង្គរមុនអ្នកស្រាវជ្រាវបារាំងទៅទៀតមុនឆ្នាំ1850ឬ60ទៅទៀតមុននឹងទៅទៀតក៏ប៉ុន្តែគ្រាន់តែគាត់ពុំបានធ្វើការផ្សព្វផ្សាយឲ្យគេដឹងនៅលើពិភពលោកថានៅកម្ពុជានៅអាស៊ីអាគ្នេយ៍មានប្រទេសមួយដែលមានប្រាសាទកប់នៅក្នុងព្រៃដែលមានអរិយធម៌ដ៏ចំណាស់កប់បាត់នៅក្នុងព្រៃបែបនេះទេមិត្តយុវវ័យជាទីរាប់អានក្នុងនាមជាកូនចៅរបស់ម្ចាស់ប្រាសាទបើមិនបានជួយអ្វីដល់ប្រាសាទទេយ៉ាងហោចណាស់ក៏គួរតែដឹងពីប្រវត្តិខ្លះនៃប្រាសាទទៅព្រោះថាបើយើងបានដឹងពីប្រវត្តិនាំឲ្យយើងស្រឡាញ់ហើយបើយើងស្រឡាញ់នឹងនាំឲ្យយើងហ៊ានការពារដែលពេលនោះហើយប្រាសាទនឹងនៅគង់វង្សសូមមិត្តស្វែងយល់អំពីមូលហេតុនៃពាក្យថារួតព្រះពន្ធមើលក្រោយពីអស់តួនាទីជាព្រំជាសាខាងព្រហ្មញ្ញសាសនាអង្គរក្លាយទៅជាវត្តនៃព្រះពុទ្ធសាសនាហើយនៅតាមខេត្តទាំងខាងជើងនេះទាំងខាងត្បូងនេះណាជុំវិញនេះតម្កល់រូបព្រះពុទ្ធណាព្រះពុទ្ធរូបរាប់រយរាប់ពាន់អញ្ចឹងហើយបានជាជាប់ឈ្មោះថាជាន់ព្រះអង្គបាទជាន់ឬក៏បាទជាន់ព្រះរយព្រះពាន់ឬក៏រួតព្រះរយព្រះពាន់អ្នកគ្រប់ហៅចឹង
នៅតែបន្តធ្លាក់មកលើប្រាសាទអង្គរឥតឈប់ឈរតែវាមិនបានរំខានដល់ខ្ញុំឡើយព្រោះថារឿងរ៉ាវជាច្រើនដែលបានចាស់នៅលើសិលាចារឹកនេះវាបានតាក់ទាញខ្ញុំយ៉ាងខ្លាំងមិនដឹងទេថាតើក្នុងសិលាចារឹកនេះបុព្វការីជនរបស់ខ្ញុំបានចាស់ពីអ្វីដែរទៅកន្លែងនេះបើយើងយោងតាមសំណល់សិលាចារឹកក្រៅពីការបំពុះណាបំពុះរបស់ប្របាទខានៅហ្នឹងក៏លោកមាននិយាយមានសិលាចារឹកមួយចំនួនទៀតមាននិយាយអំពីការឆ្លាក់បង្ហើយណានៅលើអញ្ចាំងរបស់អង្គរហ្នឹងជាពិសេសនៅជ្រុងឦសានណាបើនៅជ្រុងဣសានហ្នឹងកាលដែលធ្វើអង្គរវត្តហ្នឹងឆ្លាក់អត់តន់ហើយទេប៉ុន្តែអ្នកដែលធ្វើអង្គរហ្នឹងគេបានពុះវាដំណើររឿងរួចហើយតែគ្រាន់តែមិនបានឆ្លាក់សម្រាប់ពេលហ្នឹងក៏បាទអង្គច័ន្ទក៏បញ្ជាឲ្យមហេសរមានន័យថាជាងគំនូរឬក៏ជាងចម្លាក់របស់ព្រះរាជវាំងហ្នឹងឆ្លាក់បង្ហើយទៅតាមដំណើររឿងចាស់ទូរទស្សនិកជនជាទីគោរពប្រិយមិត្តជាទីរាប់អានពួកយើងគិតថាសំណួរមួយក្នុងចំណោមសំណួរជាច្រើនអំពីប្រាសាទដ៏ចំណាស់មួយនេះតើហេតុដូចម្តេចបានជាប្រាសាទអង្គរវត្តបែរមុខទៅទិសខាងលិចនេះជាសំណួរមួយដែលមានប្រជាប្រិយភាពនិងពេញនិយមណាស់ក្នុងចំណោមប្រជាពលរដ្ឋខ្មែរយើងចង់ដឹងណាស់ថាតើអ្នកជំនាញមានការពន្យល់និងបកស្រាយយ៉ាងដូចម្តេចដែរទៅមូលហេតុដែលប្រាសាទអង្គរវត្តបែរមុខទៅទិសខាងលិចដោយសារប្រាសាទអង្គរវត្តជាប្រាសាទដែលសម្រាប់បញ្ចុះអធិធាតុរបស់ព្រះបាទសូរ្យវរ្ម័នទី2ពេលដែលព្រះអង្គសោយទីមង្គតទៅព្រោះយើងបានដឹងថាប្រាសាទរាជគឺជាប្រាសាទសម្រាប់តម្កល់ធាតុបញ្ចុះអធិធាតុរបស់ព្រះមហាក្សត្រនៅពេលដែលព្រះអង្គសោយទីមង្គតទៅដូច្នោះហើយដោយសារតែកន្លែងប្រាសាទអង្គរវត្តជាកន្លែងបញ្ចុះអធិធាតុហ្នឹងបានជាគេត្រូវកសាងប្រាសាទអង្គរវត្តហ្នឹងឲ្យបានមុខទៅខាងលិចការបំពោះរបស់ព្រះអង្គនោះបំពោះដើម្បីសងគុណព្រះមេដាឬក៏បំពោះក្នុងនៃផ្សេងវិញហ្នឹងលោកគ្រូបាទការបំពោះពេលហ្នឹងប្របាទស្ថាលោកនៅក្មេងអត់ទាន់ដឹងអីទេបានជាការលាបំណន់របស់ព្រះមេដាទេបាទការលាបំណន់របស់ព្រះមេដារបស់ព្រះមេដាបាត់អីនៅក្នុងគំនិតនៅក្នុងចិត្តរបស់ព្រះមេដាហ្នឹងពេលហ្នឹងលោកបួងសួងលោកប្រាថ្នាថាបើសិនជាមានរាជបុត្របើសិនជាមានបុត្រហើយបុត្រប្រុសមានន័យថារាជបុត្រណាគឺចង់យករាជបុត្រហ្នឹងឲ្យមកបួសនៅអង្គរហើយដល់វាបានរាជបុត្រមានន័យថាបុត្រាបុត្រប្រុសដូចបំណងមែនក៏យកមកបំបួសនៅនឹងដើម្បីលាបំណងផងពួកយើងបន្តស្ដាប់ការរៀបរាប់របស់លោកពូដោយមិនហ៊ានធ្វេសប្រហែសនោះឡើយព្រោះថាចំណេះដឹងជុំវិញប្រាសាទអង្គរវត្តវាពិតជាមានសារៈសំខាន់ណាស់សម្រាប់ពួកយើងដែលជាកូនចៅម្ចាស់ប្រាសាទ
ប្រិយមិត្តដឹងទេថាពេលស្ថាបនិកនៃប្រាសាទបុរាណមួយនេះបានចូលទីបង្គត់ទៅតើព្រះអង្គមានព្រះមរណនាមដូចម្តេចដែរហើយមានអ្វីទាក់ទងទៅនឹងប្រាសាទដ៏ចំណាស់មួយនេះក្រោយពេលសោយទីបង្គត់ព្រះអង្គមានព្រះមរណនាមថាបរមវិស្ណុលោកដែលបញ្ជាក់អំពីប្រាសាទអង្គរវត្តគឺជាប្រាសាទដែលកសាងឡើងដើម្បីឧទ្ទិសថ្វាយទៅដល់លទ្ធិនៃព្រហ្មញ្ញសាសនានិកាយព្រះវិស្ណុឬក៏ព្រះនារីនេះឯងហើយដែលអ្នកជំនាញនៃប្រវត្តិសិល្បៈខ្មែរបានចាត់ទុកថាអង្គរវត្តស្ថិតនៅក្នុងរចនាបថអង្គរវត្តនេះឯងខ្ញុំពីដើមមិនសូវជាចាប់អារម្មណ៍ទៅលើសិលាចារឹកដែលមានចាស់នៅលើជញ្ជាំងប្រាសាទនោះឡើយតែពេលនេះទើបខ្ញុំយល់ថានេះគឺជាភស្តុតាងមួយដ៏សំខាន់សម្រាប់ប្រវត្តិសាស្ត្រដែលកន្លងផុតទៅរាប់ពាន់ឆ្នាំទៅហើយនោះឥឡូវសូមមិត្តមើលអក្សរខ្មែរកាលពី500ឆ្នាំមុនទៅមើលហើយចំពោះអក្សរនេះតតែម្ដងទស្សនិកជនជាទីគោរពបើសិនជាយើងមកកលេចមើលហ្នឹងហើយលោកប្រសាសន៍របស់លោកគ្រូបានប្រាប់យើងខ្ញុំទាំងអស់គ្នានោះគឺថាក្នុងប្រហែលសតវត្សទី16មកទៅប្រហែល5.56ឆ្នាំដែរអញ្ចឹងអក្សរហ្នឹងគឺមើលទៅគឺស្រៀងនឹងអក្សរយើងបច្ចុប្បន្នដែរដូចអក្សរនេះអញ្ចឹងយើងអាចមើលបានគឺទ្របធម្មតាបាទសម្បូរសិហាអានបានមើលមានកន្លែងណាទៀតអានបាននេះគឺជាអក្សរអ្នកបាទអ្នកមានកន្លែងណានឹងមានកុសលអីមកនេះកុសលផលបុណ្យបាទយើងឃើញថាអក្សរនេះគឺយើងអាចអានបានខ្លះតែវាមិនច្បាស់ទាំងស្រុងតែម្ដងនេះព្រោះយើងរំលងច្រើនទស្សវត្សមកដែរសម័យអង្គរវត្តបន្តិចមកមានការកសាងរាជធានីអង្គរធំបាទក្នុងរាជប្របាទជ័យមន្ទីរ7បាទបាទជ័យមន្ទីរ7បានកសាងរាជធានីអង្គរធំហើយដែលរាជធានីអង្គរធំហ្នឹងមានខ្លោងទ្វាររហូតទៅដល់5ខុសពីរាជធានីសម័យមុនហើយខ្លោងទ្វារ5ហ្នឹងមានខ្លោងទ្វារមួយដែលប្រជាជននៅក្នុងតំបន់សៀមរាបហ្នឹងគាត់ហៅថាខ្លោងទ្វារខ្មោចហើយខ្លោងទ្វារខ្មោចនោះមិនមែននៅទិសខាងលិចទេខ្លោងទ្វារខ្មោចនោះគឺខ្លោងទ្វារមួយក្នុងចំណោមខ្លោងទ្វារ2ដែលនៅទិសខាងកើតម្ល៉េះហើយបានសេចក្តីថាបើគេយល់ថាទិសខាងលិចជាទិសនៃសេចក្តីស្លាប់ម្ល៉េះហើយខ្លោងទ្វារខ្មោចនេះគេគួរតែនៅទិសខាងលិចពេលនេះពួកយើងបានយល់ច្បាស់ហើយអំពីមូលហេតុដែលអ្នកខេត្តសៀមរាបហៅទីនេះថារួតព្រះពាន់ហើយនេះក៏ជាលើកដំបូងនៃជីវិតរបស់ខ្ញុំដែរដែលបានមកស្វែងយល់ស៊ីជម្រៅគ្រប់ជាន់នៃប្រាសាទរបស់បុព្វបុរសខ្ញុំមួយនេះដែរឥឡូវសូមមិត្តស្វែងយល់ជាមួយខ្ញុំមើលជាទីគោរពនិងជាទីមេត្រីឥឡូវនេះយើងបានមកដល់ព្រះអង្គពាន់ហើយនៅពេលយើង
ខ្ញុំទាំងអស់គ្នាគឺសិតសង្កេតជាពុទ្ធរូបហើយឥឡូវនេះគឺដូចជាមើលទៅដូចឃើញអស់ដល់100,000ទៅលោកគ្រូហេតុអ្វីបានជាគេថាព្រះអង្គពាន់បាទឈ្មោះព្រះពាន់នេះវាមិនមែនទៅកើតឥឡូវទេគឺកើតប្រហែលជាសម័យកណ្ដាលមកពេលដែលអង្គរនឹងខ្លាយទៅជាពុទ្ធមណ្ឌលខាងពុទ្ធសាសនាដែលជាវត្តរបស់ពុទ្ធសាសនាហើយអ្នកមានសទ្ធាគេធ្វើបុណ្យយកពុទ្ធរូបមកតម្កល់ដូចយើងជើងនេះណាតម្កល់ជាជួរអញ្ចឹងនៅតាមថែវខាងហ្នឹងក្តីថែវខាងនោះក្តីណាមានច្រើនពេលមុនហ្នឹងពេលមុនសង្គ្រាមនោះច្រើនណាស់ណាដល់100ដល់1000មែនបានអ្នកស្រុកគេហៅកន្លែងហ្នឹងថារួតព្រះពាន់ឬក៏រួតព្រះរយព្រះពាន់ប៉ុន្តែអ្វីដែលយើងឃើញជាក់ស្ដែងនៅពេលនេះវានៅសល់អត់ដល់100អត់ដល់1000ដូចជាដែលគេថាទេមូលហេតុអីដោយសារស្រុកយើងមានសង្គ្រាមប្រិយមិត្តជាទីរាប់អាននៅរូបព្រះពាន់នេះមានបដិមាប្លែកៗជាច្រើនដែលខ្ញុំមិនដែលបានឃើញទាល់តែសោះខ្ញុំចង់និយាយថាជីវិតមនុស្សវាមិននៅបានយូរប៉ុន្មាននោះទេតែពីចាស់ពោលថាទុកទៅកំពុងនៅជាក់ស្ដែងម្ចាស់ប្រាសាទបានលាលោកនេះទៅយូរណាស់ហើយតែប្រាសាទនៅតែបន្តឈរហើយនឹងឈរនៅទីនេះយ៉ាងយូរតទៅមុខទៀតចុះយើងមានបន្សល់អ្វីទុកឲ្យជាតិទេបងឃើញព្រះពុទ្ធរូបមួយអង្គដែលបាត់ប្រទេសហ្នឹងណាពេលចូលគ្នាទៅចោលគាត់មកគាត់តែងតែធ្វើពិធីអីបងអត់ដឹងទេលោកគ្រូខ្ញុំឃើញគាត់បួងសួងហើយគាត់ធ្វើដាក់អញ្ចឹងខ្ញុំមិនដឹងថាបានន័យថាមិនក្នុងគោលបំណងរបស់គាត់សុំនឹងសេចក្តីសុខឬក៏ពិធីអីដែរលោកគ្រូបើបើជាធម្មតាយើងអត់យល់ទេអត់យល់ពីបំណងគេពិតប្រាកដទេណាបាទគាត់គាត់នឹងយើងដឹងណាយើងដឹងជាគោលការណ៍គឺមានន័យថាគេគោរពហើយគេមករបៀបដូចជាទទួលសូមទទួលពរជ័យណាបាទពរជ័យឲ្យព្រះនិងឲ្យបារមីនៃព្រះអង្គនឹងជួយប្រោះព្រំដល់រូបគេប្រិយមិត្តជាទីរាប់អានខ្ញុំចង់ទាញអារម្មណ៍មិត្តមកបញ្ចប់រឿងមូលហេតុនៃការសង់ប្រាសាទអង្គរបែរមុខទៅទិសខាងលិចនេះសិនមតិទាំងពីរខាងលើសុទ្ធតែជាការយល់ឃើញរបស់មនុស្សផ្សេងគ្នាឥឡូវចូលដល់មតិមួយទៀតហើយអំពីមូលហេតុនៃការសង់ប្រាសាទអង្គរបែរមុខទៅទិសខាងលិចតើមតិនោះយល់យ៉ាងណាទៅសូមប្រិយមិត្តស្វែងយល់ជាមួយខ្ញុំមើលការដែលប្រាសាទអង្គរវត្តបែរមុខទៅទិសខាងលិចគឺប្រហែលជាទំនងចង់បែរទៅរកស្រុកកំណើតរបស់ព្រះបាទសូរ្យម័នទី2បាទដែលក្នុងគំនិតរបស់គាត់យល់ថាព្រះបាទសូរ្យម័នទី2ជាព្រះមហាក្សត្រដែលស្ថិតនៅក្នុងសន្តតិវង្សមួយហៅថាសន្តតិវង្សមហិធរពុរៈហើយសន្តតិវង្សមហិធរពុរៈហ្នឹងគឺសន្តតិវង្សហ្នឹងមានស្រុកកំណើតមានដើមកំណើតនៃសន្តតិវង្សរបស់ខ្លួនហ្នឹងនៅភាគខាងជើងភ្នំដងរែកភាគខាងជើងនៃភ្នំដងរែកបើគិតទៅគឺប្រហែលជានៅខាងមុខទិសខាងលិចនៃប្រាសាទអង្គរវត្តហ្នឹងហើយដូច្នេះគាត់អ្នកស្រាវជ្រាវមួយចំនួនលោកយល់ថាការដែលគេកសាងប្រាសាទអង្គរវត្តឲ្យបែរមុខទៅទិសខាងលិចហ្នឹងគឺតំណងជាចង់ឲ្យប្រាសាទអង្គរវត្តហ្នឹងបែរមុខទៅរកប្រាសាទភីម៉ៃបែរមុខទៅរកប្រាសាទភីម៉ៃហើយដែលទឹកដីប្រាសាទភីម៉ៃហ្នឹងគឺជាទឹកដីនៃសន្តតិវង្សមហិធរពុរៈនឹងឯងអាចកំបាំងច្រើនណាស់ត្រូវបានបង្ហាញនៅរូបព្រះពាន់នេះចាំណាមិត្តជាទីរាប់អាននេះជាភារកិច្ចរបស់ទំពាំងទាំងឡាយហើយយើងសាកល្បងស្វែងយល់មើលថាតើហេតុដូចម្តេចបានជារូបព្រះពុទ្ធអង្គមួយនេះមានពណ៌ខ្មៅដូចនេះ
ក្នុងករណីដែលយើងឃើញខ្មៅនេះចាស់ពីបុរាណលោកប្រើពណ៌3សំខាន់នៅក្នុងការលាបឡូននៅលើបដិមាសាស្ត្រឬក៏បដិមាគឺខាងក្នុងដែលយើងមើលនៅក្នុងរូបនេះណាចាសន្ទាប់ខាងក្នុងវាប៉ះតជាមួយនឹងស្នូពីពណ៌ខ្មៅបាទសន្ទាប់ទី2គឺពណ៌ក្រហមសន្ទាប់ទី3ខាងក្រៅមួយទៀតគឺទឹកមាសដែលយើងឃើញនេះហើយរៀងលឿងនេះណារៀងលឿងនេះគឺទឹកមាសស្លឹកមាសយើងរាល់ថ្ងៃដែលគេធ្វើស្អីទៅគេយកមកទឹកអញ្ចឹងណាទឹកពីលើទៅហ្នឹង3សន្ទាប់ជាធម្មតាណាហើយពណ៌ខ្មៅនេះបានមកពីណាខ្មែរយើងហៅខ្មុកម្រ័ក្សបាទខ្មុកម្រ័ក្សដែលគេធ្វើពីខ្ជុលឈើស្អីផ្សេងក្នុងហ្នឹងរួមមានសក់មនុស្សផងណាសក់ព្រោះអីខ្មែរយើងពីដើមមកបូជាសក់ឬក៏លាបំណន់ដោយកោសក់យកមកថ្វាយព្រះហើយសក់ហ្នឹងឲ្យគេយកទៅដុតកម្លោចធ្វើជាខ្មុកយកមកលាបឡូនលើព្រះពុទ្ធរូបដើម្បីភ្ជាប់និស្ស័យខ្លួនទៅនឹងព្រះផងបាទជាពិសេសមែនតើអញ្ចឹងហើយបានយើងឃើញអញ្ចឹងណាយើងមិនដឹងបានចាក់ចេញពីរួតព្រះពន្ធហើយពួកយើងឡើងតាមចិនដាវឈើដើម្បីឆ្ពោះទៅកាន់ជាន់មួយទៀតនៃប្រាសាទអង្គរវត្តប្រយោមិត្តជាទីរាប់អានមិត្តឃើញទេអាចកំបាំងដ៏អស្ចារ្យនៅក្នុងប្រាសាទបុរាណមួយនេះកុំភ្លេចណានាំបងប្អូនកូនចៅមកស្វែងយល់អំពីប្រាសាទដូនតាយើងកុំខានណាជនជាទីគោរពនិងជាទីមេត្រីគឺពិតជាស្រស់ស្អាតអស្ចារ្យមែនទែនសំណង់ស្ថាបត្យកម្មរបស់បុព្វបុរសខ្មែររបស់យើងដូចជាយើងកំពុងស្ថិតនៅឋានសួគ៌អញ្ចឹងណាសេហាមើលទៅគឺថាឥតខ្ចោះតែម្ដងបាទពិតនេះហើយដែលគេហៅថាកម្ពុជាស្ថាបត្យកម្មនៃប្រាសាទអង្គរវត្តរបស់យើងគឺគ្មានពីរទេចាគឺថាពិតជាអស្ចារ្យមែនទែនដូច្នេះហើយបានជាល្បីរន្ទឺសុសសាយគ្រប់ប្រទេសទាំងអស់នៅលើពិភពលោកដែលមកស្គាល់នៅប្រាសាទអង្គរវត្តរបស់យើងហើយឥឡូវនេះយើងនឹងស្វែងយល់ថាតើលោកពូនឹងនាំយើងខ្ញុំទាំងអស់គ្នាទៅទទួលបានចំណេះដឹងថ្មីនៃចំណុចណាមួយទៀតនៃប្រាសាទអង្គរវត្តរបស់យើងអក្សរទាំងអស់ហ្នឹងទាំងពីសម្លៀកបំពាក់ទាំងពីសក់ទាំងពីកាយវិការគឺគេបានសិក្សាស្រាវជ្រាវហើយថាអត់មានមួយណាជាន់ដូចគ្នាទេបាទមានមួយណាដូចគ្នាអត់មានដូចចាបាទតើលេចមើលចំពោះទេពអក្សរបើតាមស្ថាបផ្សេងៗដែលយើងធ្វើដំណើរទៅបងស្មានតែឃើញតែមួយអង្គទេតែមួយចំពោះជ្រុងប្រាសាទផ្សេងៗមានតែមួយតែចំពោះប្រាសាទអង្គរវត្តរបស់យើងហ្នឹងកន្លែងខ្លះទៅមាន3កន្លែងខ្លះទៅមាន2ចឹងគួរមានច្រើនអានេះវាជារឿងគេហៅថាលំហលំហមានន័យថាផ្ទៃណាផ្ទៃនៅលើអញ្ចាំងហ្នឹងផ្ដល់លទ្ធភាពឲ្យអ្នកឆ្លាក់អាចឆ្លាក់បានរូបគេគិតណាគេពិចារណាថាផ្ទៃនៃអញ្ចាំងហ្នឹងអាចឆ្លាក់បានប្រមាណអាច2អាច1អាច3វាទៅតាមផ្ទៃនៃលំហណាដូចក្នុងករណីនេះលំហធំអញ្ចឹងទៅគេដាក់បាន2នៅក្នុងករណីនោះដែលវាចង្អៀតអញ្ចឹងទៅគេដាក់បាន1ហើយដល់ឡើងមកលើនេះទៅដែលវាឃើញផ្ទៃធំជាងខាងនេះបន្តិចតើគិតការពិចារណារបស់ជាងចម្លាក់ណារបស់ជាងចម្លាក់បងចំណុចមួយទៀតដែលកន្លែងឃើញនៅរូបភាពអក្សរខាងនោះពិតជាពិសេសមែនតើបងស្មានថាឥឡូវនេះទស្សនិកជនទៅចូលទៅទស្សនារបស់នេះគេហៅបើបានជួយទៅដល់គ្នាបង្ហាញរូបភាពអក្សរដូចថាបណ្ដាបានឃើញរូបភាពអក្សរដាក់ដៃអោបចកេះហើយនឹងដាក់លើស្មាដូចជាមិត្តភ័ក្ដិចឹងចាឥឡូវនេះទៅទស្សនារបស់គ្នាចា
គាត់មកដល់ខាងនេះអូនគាត់តែកលេចមកពេលមកដល់ខ្លាចនេះមិត្តភក្តិចឹងចាព្រោះជាទូទៅយើងធ្លាប់តែឃើញរូបអប្សរាក៏ដូចជារូបទេពអប្សរនោះគឺកាយវិការល្វឹងល្វើយផ្លែផ្សេងក្នុងកាយវិការណាមួយប៉ុន្តែយើងអត់ដែលឃើញទេគឺលក្ខណៈយ៉ាងដូចនេះដូចជាលក្ខណៈបាត់ជាមកទៅដូចស្ទឹកស្មៅដូចជាអំពីសាមគ្គីភាពនឹងដូចជាស្រឡាញ់គ្នាមែនតើឧបត្ថម្ភផ្គរចាប់ផ្ដើមក្រហមហើយពពកខ្មៅមីដេដាបានហោះហើរពីលើប្រាសាទដូនតាខ្ញុំហើយនេះគឺជាបំណងខ្ញុំដែលខ្ញុំចង់ឃើញប្រាសាទដូនតាខ្ញុំនៅពេលដែលមានភ្លៀងធ្លាក់ពេលនេះខ្ញុំបានឃើញនឹងភ្នែកហើយខ្ញុំសម្លឹងទៅប្រាសាទទាំងភ្លៀងកំពុងធ្លាក់ទាំងចិត្តអាណិតដល់ប្រាសាទនឹងគិតថាទោះបីជាត្រូវរងនៅទឹកភ្លៀងរួចនេះរាប់ពាន់ឆ្នាំមកហើយក្តីក៏អង្គរវត្តនៅតែឈរយ៉ាងរឹងមាំជានិច្ចមនុស្សមួយចំនួនយល់ច្រឡំថាប្រាសាទគឺជារាជវាំងគេតែងសួរខ្ញុំខ្លះដែរថាប្រាសាទអញ្ចឹងតើស្ដេចផ្ទុំនៅតាណាចាស្ដេចផ្ទុំនៅតាណាបាទរឿងនេះមិនមានរឿងអីដែលគួរឲ្យសង្ស័យទេព្រោះឯប្រាសាទគេកសាងឡើងសម្រាប់ឧទ្ទិសទៅព្រះណាគេចាត់ទុកដូចជាឋានព្រះមិនអាចមនុស្សធម្មតាមករស់នៅទេមានតែអ្នកបម្រើប្រាសាទទេដែលចុះឡើងជាប្រចាំថ្ងៃយកដង្វាយមកថ្វាយព្រះនៅតាមកន្លែងមួយៗដែលគេតម្កល់តាមកន្លែងមួយៗណាខ្ញុំមិនបានរត់ចេញពីប្រាសាទបុព្វបុរសខ្ញុំដោយសារតែអំណាចទឹកភ្លៀងឡើយតែផ្ទុយទៅវិញភ្លៀងដែលបង្អោចុះមកនៅពេលនេះវាជាឱកាសមួយដ៏ល្អសម្រាប់ខ្ញុំដែលបានឃើញប្រាសាទដ៏រឹងមាំមួយនេះប្រឆាំងទប់ទល់នឹងធម្មជាតិរបៀបណានោះខ្ញុំស្ទើរតែទប់ទឹកភ្នែកមិនបាននៅពេលដែលឃើញកំពូលប្រាសាទទាំង5ឈរយ៉ាងរឹងមាំហាក់បីដូចជាមិនបានចុះញោមនឹងធម្មជាតិឡើយពីដើមប្រាសាទយើងគឺជាប្រាសាទរស់ណារូបព្រះទាំងអស់រូបទេពទាំងអស់ដែលនៅតម្កល់នៅកន្លែងមួយៗទទួលសំណែនជារៀងរាល់ពេលដោយមនុស្សទទួលទានបាយអញ្ចឹងហើយផ្លាស់ប្ដូរសម្លៀកបំពាក់ដោយមនុស្សផ្លាស់ប្ដូរសម្លៀកបំពាក់អញ្ចឹងគឺមានអ្នកបម្រើគេសម្រាប់ផ្លាស់ប្ដូររឿងអស់ហ្នឹងណាហើយគេមានធ្វើពិធីណាគេហៅយោគីនីគឺដូចយើងឃើញអប្សរណាដែលយើងឃើញអប្សរដូចថាស្អីអស់ហ្នឹងគឺសម្រាប់ធ្វើពិធីយោគីនីដូចបើយើងនិយាយឲ្យសាមញ្ញដូចថារំថាអីណានៅក្នុងកាយវិការរំថ្វាយព្រះណារំខុសកាយវិការក៏ព្រះទទួលមិនបានដែរនៅក្នុងបញ្ញត្តិរបស់គេណាបាទហ្នឹងហើយរឿងអស់នេះដែលយើងដឹងយើងអីនេះបើយើងបានទៅមើលនៅស្រុកឥណ្ឌាប្រាសាទនៅស្រុកឥណ្ឌាគឺរស់រហូតដល់រាល់ថ្ងៃនេះគេអត់ខ្វល់រឿងទេសចរទេណាគេខ្វល់ធ្វើម៉េចឲ្យប្រាសាទគេរស់ណាតើគេត្រូវបូជាព្រះគេយ៉ាងម៉េចគេត្រូវឲ្យមនុស្សប្រភេទណាចូលដល់កម្រិតណាព្រោះអីប្រាសាទវាមានផ្នែករបស់វាមកមនុស្សម្នាជាច្រើនរត់រកកន្លែងជ្រកព្រោះខ្លាចទៅទឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍កំពុងគេចពីទឹកភ្លៀងដែលកំពុងតែបង្អោចុះមកយ៉ាងខ្លាំងនេះខណៈតែរូបអប្សរារាប់រយ
ចំពោះចំណងរបស់ខ្ញុំគឺចង់សួរទៅកាន់លោកគ្រូបន្ថែមទៀតពាក់ព័ន្ធជាមួយនឹងប្រាសាទអង្គរវត្តដែលជាស្នាដៃដ៏អស្ចារ្យរបស់បុព្វបុរសខ្មែររបស់យើងចង់ដឹងថាការបង្កើតប្រាសាទអង្គរវត្តនេះឡើងនោះគឺព្រះមហាក្សត្ររបស់យើងនេះគាត់ទ្រង់កែនប្រជាពលរដ្ឋប្រហែលប្រមាណ1000នាក់ដែរហើយចំណាយអស់ថវិកាប្រមាណរាប់ម៉ឺនមិនដែរបានបង្កើតបានជាប្រាសាទនេះឡើងហើយឬមួយក៏ការដោយស្ម័គ្រចិត្តដោយចិត្តឯងសាហាបាទរឿងចម្ងល់នេះមានការចោទសួរចេញពីភ្ញៀវជាតិក្តីភ្ញៀវអន្តរជាតិក្តីដែលគេមកឃើញណាសំណងវាធំស្កឹមស្កៃណាស់តើស្ដេចសម័យហ្នឹងលោកចំណាយពលកម្មអស់មនុស្សប្រមាណអ្នកលោកចំណាយដើមទុនថវិកាដែលមកកសាងអស់ប្រមាណបើគិតជាប្រាក់ណាអាហ្នឹងអត់មានទីចម្លើយណាមិនដឹងថាអស់ប្រាក់ប្រមាណទេប៉ុន្តែយើងមានចម្លើយមួយថាការកសាងនេះខ្មែរនៅក្នុងគំនិតរបស់មនុស្សមិនថាខ្មែរមិនថាជាតិណាទេឲ្យតកសាងកន្លែងព្រះដែលគេគោរពបូជាត្រូវចូលរួមគ្នាយ៉ាងសស្រាក់សស្រាំដោយកម្លាំងសទ្ធាបាទកម្លាំងសទ្ធាណាសទ្ធាកើតឡើងពីចិត្តរបស់មនុស្សម្នាក់ៗណាព្រោះគេជឿថាពេលដែលគេធ្វើអំពើល្អគេជួយកសាងឋានព្រះពេលដែលគេអស់ជីវិតវិញ្ញាណគេនេះនឹងទៅចាប់ជាតិនៅក្នុងឋានរបស់ព្រះភ្លៀងបន្តធ្លាក់ចុះមកយ៉ាងខ្លាំងហាក់បីដូចជាកំហឹងរបស់អាទិទេពដែលជះមកលើមនុស្សលោកដូច្នោះដែរតែខ្ញុំមិនបានចាប់អារម្មណ៍នឹងកំហឹងមួយនេះឡើយខ្ញុំបន្តបាំងឆាត់ឈរសម្លឹងទៅកំពូលប្រាសាទ5ដែលហាក់ចង់និយាយប្រាប់ទៅធម្មជាតិនោះថាខ្មែររឹងមាំណាស់មិនបានចោះចាញ់នឹងកំហឹងនេះឡើយពុកម៉ែបងប្អូនទៅជាមិត្តយុវជនជាទីគោរពឥឡូវនេះខ្ញុំទាំងអស់គ្នាសូមធ្វើភារកិច្ចជាមួយគ្រប់នឹងសួរទៅដល់វិញ្ញាណខណ្ឌបុព្វបុរសខ្មែររបស់យើងជាពិសេសគឺព្រះអង្គពាន់ដែលនៅក្នុងទីកន្លែងនេះសូមជួយបីបាច់ថែរក្សាយើងខ្ញុំមួយជួបតែសេចក្តីសុខនិងសុភមង្គលគ្រប់ក្រុមគ្រួសាររួមបំពេញកាតព្វកិច្ចយើងគ្នានេះសូមឲ្យទទួលបានជោគជ័យផងដែរបាទចាសូមខន្តីពីទូលរកកំហុសខុសឆ្គងគុំចាកាត់ដល់ចេតនាសូមបារមីដែលថែរក្សានៅប្រាសាទអង្គរទៅដូចជាបារមីនៃព្រះអង្គពាន់សូមខន្តីពីទូលអរចៃទាំងអស់គ្នាយើងខ្ញុំសូមឧទ្ទិសកុសលផលបុណ្យដែលជាអំពើល្អដល់ខ្មែរទាំងឡាយណាដែលបានសាងចំពោះប្រាសាទអង្គរវត្តនេះសូមឲ្យអ្នកទាំងឡាយនោះបានទទួលនូវពរដែលមានចាស់ជាសិលាចារឹកនៅលើជញ្ជាំងនៃប្រាសាទកំបីឃ្លានឃ្លាតឡើយយ៉ាងណាដែរបន្តពីបានស្វែងយល់និងទទួលបាននូវចំណេះដឹងជាច្រើននៅក្នុងសប្តាហ៍ថ្មីនេះដែលជាវគ្គទី3នៅក្នុងកម្មវិធីប្រាសាទបុរាណខ្មែរទីកំពង់មានឃើញថាមិនតបបានឡើងទៅដល់ទូផងធំផងត្រឹមតែរួចទី3នៃព្រះពន្ធទេឃើញថាពិតជាអស្ចារ្យមែនទែនដែលចំណុចសំខាន់ជាច្រើននៃរូបព្រះពន្ធរបស់យើងឃើញថាបានជាអត្តពលទៅដល់ទូទាំងប្រជាជនក៏ដូចជាមិត្តជវ័យចំនួនក្រោយគឺគាត់បានស្វែងយល់យ៉ាងច្រើនអំពីរូបព្រះពន្ធក៏ដូចជាបានទៅដល់នៅស្រះបាទស្រះទឹកទាំង4ទីទូទៅយើងដឹងហើយស្រះទឹកនេះមានសារៈប្រយោជន៍មែនទែនសម្រាប់ប្រាសាទអង្គរវត្តរបស់យើងផ្ទាល់តែម្ដងគឺរាល់ទឹកភ្លៀងតែហូរចុះពីលើទូផងប្រាសាទមកគឺហូរកាត់ទៅលើស្រះលើរួចទីរួចប្រព័ន្ធនេះផ្ទាល់តែម្ដងដើម្បីហូរចុះរហូតទៅដល់ខាងក្រៅ
ពូទឹកគាត់ជុំវិញនៃប្រាសាទអង្គរវត្តបាទមិនត្រឹមតែប៉ុណ្ណោះយើងបានសិក្សាស្វែងយល់ដឹងអំពីសាលាចារឹកដែលនិយាយពីព្រះបាទព្រះថាដែលលោកមកតាំងខ្លួននៅប្រាសាទអង្គរវត្តនេះតតែម្ដងបាទហើយចំពោះរថប្រព័ន្ធនេះតតែម្ដងគឺមានតាំងនៅព្រះពុទ្ធរូបជាច្រើនអង្គដែលបងប្អូនជាពលរដ្ឋរបស់យើងទាំងទីចិត្តទីឆ្ងាយតែមកធ្វើការគោរពបួងសួងក៏ដូចជាបួងសួងជាសូមនៅសេចក្តីសុខនិងសេចក្តីចម្រើនបាទចាជាការពិតណាស់ហើយនៅក្នុងវគ្គទី4នៅសប្តាហ៍ក្រោយនេះដូចជាវគ្គបញ្ចប់នៅក្នុងកម្មវិធីរបស់យើងនឹងធ្វើដំណើរឡើងទៅដល់ខាងលើកំពូលធំនៃប្រាសាទអង្គរវត្តរបស់យើងតែម្ដងអូហូក៏ជាពិសេសមែនតើនេះជាចំណុចសំខាន់ណាស់នៅក្នុងសប្តាហ៍ក្រោយនេះដូច្នេះសូមតាមដានទស្សនានៅវគ្គបញ្ចប់នៅក្នុងកម្មវិធីរបស់យើងនៅសប្តាហ៍ក្រោយជាបន្តទៀតបាទសម្រាប់ពេលនេះកម្មវិធីរបស់យើងក៏សូមថ្លែងអំណរគុណទៅដល់ពុកម៉ែបងប្អូនដែលនិយមតាមដានទស្សនាកម្មវិធីរបស់យើងខ្ញុំក៏សូមជូនពរឲ្យជួបតែសេចក្តីសុខនិងសុភមង្គលគ្រប់ក្រុមគ្រួសារប្រសិនជាបងប្អូនមានចំណងពាក់ព័ន្ធជាមួយនឹងប្រាសាទបុរាណខ្មែរអាចចូលទៅកាន់គេហទំព័រ Facebook TV ខ្មែរទាំងអស់បានបាទសម្រាប់ពេលនេះខ្ញុំទាំងអស់គ្នាក៏ដូចជាក្រុមការងារសូមអរគុណសូមគោរព